បាទជំរាបសួរបងប្អូនថ្ងៃនេះយើងមកជជែកគ្នាពីប្រភេទទេបងប្អូនខ្ញុំចង់ឲ្យបងប្អូនប្រៀបធៀបជីវិតការរស់នៅតាមស្រុកស្រែជនបទឬក៏ការចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារបែបលក្ខណៈជាកសិដ្ឋានសម្រាប់ខ្ញុំបងប្អូនដែលរស់នៅទីក្រុងនិងជនបទគឺវាខុសគ្នាឆ្ងាយសម្រាប់យើងអ្នកស្រែចម្ការព្រឹកល្ងាចឬតែសัตว์យំឬតែសំឡេងពពែយំលាយឡំជាមួយនឹងធម្មជាតិព្រៃព្រឹក្សាអ្នកតាវ៉អញ្ចឹងទៅក៏ប៉ុន្តែខ្ញុំចង់ប្រៀបធៀបថាជីវិតយើងបែបអ្នកស្រុកស្រែចម្ការចិញ្ចឹមសត្វមានភាពស្ងប់ស្ងាត់អ្វីដែលសំខាន់មួយទៀតនោះគឺខ្ញុំគឺមានន័យថាអត់មានការប្រកួតប្រជែងគឺមានតែភាពស្ងប់ស្ងាត់ជាមួយនឹងសត្វនិងជាមួយនឹងធម្មជាតិរស់នៅបែបសាមញ្ញលីឡំជាមួយនឹងសត្វចិញ្ចឹមរបស់យើងក៏មានក្តីសុខពុនពេកប្រមាណបងប្អូនយើងប្រៀបធៀបរស់នៅទីក្រុងនិងជនបទវាការស៊ីវិល័យគឺវាពិតជាខុសគ្នាហើយប៉ុន្តែគាត់ថាការរស់នៅទីក្រុងវាពោពេញទៅដោយភាពប្រកួតប្រជែងឈ្នានីសចំណែនស្អប់នន្ទ្រាគ្នាគ្មានថ្ងៃស្វាងព្រលឹមបាត់ប្រលប់ចូលបើយើងប្រៀបធៀបជាមួយនឹងការរស់នៅស្រែចម្ការដូចយើងវាហាក់បីដូចជាមានសេរីភាពជាជាងការរស់នៅដោយមានការប្រកួតប្រជែងអញ្ចឹងណាបងប្អូនអញ្ចឹងស្រេចតែបងប្អូនយល់បងប្អូនខ្លះក៏គាត់ចូលចិត្តរស់នៅភាពអ៊ូអរបងប្អូនខ្លះក៏គាត់ចូលចិត្តរស់នៅបែបធម្មជាតិស្ងប់ស្ងាត់ជាមួយនឹងការ relax បែបធម្មជាតិអញ្ចឹងទៅអានេះវាទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនមួយបងប្អូនយកអាចខាមគាត់បានទេ